ជំរាបសួរបងប្អូនបាទនៅក្នុងបណ្ដាញ Facebook ឬក៏ Facebook Page ឬក៏ YouTube ណាអញ្ចឹងសម្រាប់បងប្អូនដែលអត់ទាន់ចេះក្នុងការលាយផ្សំចំណីណាហើយសម្រាប់បងប្អូនដែលទិញប្រភេទម៉ាស៊ីនផលិតចំណីទៅហើយគឺអត់ទាន់ចេះក្នុងការសូនបាទអញ្ចឹងបងប្អូនអាចមើលវីដេអូក្នុងវីដេអូនេះបានបាទសម្រាប់ប្រភេទខ្ញុំប្រើប្រាស់នេះគឺប្រភេទ S150 រ៉ូឡូ3ណាបាទអញ្ចឹងនេះទី1បងប្អូនអត់ទាន់ចេះប្រើប្រាស់វាអាចនឹងជាប់គាំងណាបាទវាអាចនឹងជាប់គាំងទី2បងប្អូនរត់កន្លែងរត់គីឡូនេះបាទអញ្ចឹងវាអាចនឹងធ្វើការមានបញ្ហាទៅលើរ៉ូឡូឬក៏កញ្ឆែងរបស់វាណាបាទអញ្ចឹងបងប្អូនត្រូវប្រុងប្រយ័ត្នឲ្យបានច្រើនមែនតើណាបាទគឺភាគច្រើនបងប្អូនយកទៅគឺរត់កន្លែង3គ្រាប់2គ្រាប់នេះគឺវានឹងអាចនឹងស៊ីកញ្ឆែងឬក៏រ៉ូឡូរបស់ពុកម៉ែបងប្អូនណាបាទអញ្ចឹងបងប្អូនរត់តែមួយល្មមបាទរត់តែមួយល្មមបានហើយណាអញ្ចឹងដូចនេះជាដើមម៉ាស៊ីននេះគឺបងប្អូនដែលទិញទៅហើយតែគាត់អត់ចាស់ក្នុងការប្រើប្រាស់បាទអញ្ចឹងគឺគាត់ញ៉ាំមកវិញដើម្បីឲ្យខ្ញុំរៀបចំសម្អាតឲ្យសូនចេញជាក្របបាទចេញជាក្របពីទូទៅគឺប្រភេទម៉ាស៊ីនចេញពីកន្លែងខ្ញុំគឺអត់មានបញ្ហាទេណាបងប្អូនអត់មានបញ្ហាទេគាត់ថាទៅដល់បងប្អូនអត់ទាន់ចេះប្រើប្រាស់ហើយបងប្អូនអត់សួរណាអត់សួរចឹងបងប្អូនមានអីបងប្អូនត្រូវសួរណាបាទមុននឹងប្រើប្រាស់ប្រភេទម៉ាស៊ីនកុំឲ្យជាមួយនឹងកុំឲ្យមានបញ្ហាបាទកុំឲ្យមានបញ្ហាបាទអញ្ចឹងដូចជាប្រសាសន៍គឺអត់កុំឲ្យមានបញ្ហាទី1ទី2បងប្អូនទិញតាមเพจមួយចំនួនណាបងប្អូនទិញតាមเพจមួយចំនួនគឺបងប្អូនអត់ដឹងពីការប្រើប្រាស់អត់ដឹងពីការលាយផ្សំចំណីទេបាទគឺអត់ដឹងបាទទី2ទី3មកគឺអត់មានទំនួលខុសត្រូវណាបាទទី3មកគឺអត់មានទំនួលខុសត្រូវទេបាទដោយសារតែអត់មានទំនួលខុសត្រូវពេលដែលម៉ាស៊ីនមានបញ្ហាហើយគឺគាត់អត់ទំនួលខុសត្រូវទេគឺគាត់ទេប្រហែលដងក៏គាត់មិនលើកដែរបាទនៅទី3ទី4មកគឺអត់មានទីតាំងច្បាស់លាស់បាទអត់មានទីតាំងច្បាស់លាស់បាទអញ្ចឹងមានបញ្ហាក៏គាត់មិនទំនួលខុសត្រូវតាក់ទងទៅគាត់ឡើងលើកអញ្ចឹងបងប្អូនខាតក្នុងការទិញប្រភេទម៉ាស៊ីនណាបាទអញ្ចឹងបងប្អូនប្រយ័ត្នមែនទែនណាបាទអញ្ចឹងដូចខ្ញុំពីដើមមុននឹងចេញម៉ាស៊ីនជូនភ្ញៀវគឺខ្ញុំធ្វើការតេស្តជូនណាខ្ញុំធ្វើការតេស្តជូនមុនជូនម៉ាស៊ីនទៅភ្ញៀវបាទអញ្ចឹងសម្រាប់បងប្អូនដែលមានបំណងចង់បានបងប្អូនអាចធ្វើការខលសួរឬក៏អាចថាសួរបាទនឹងសម្រាប់ចិត្តទិញម៉ាស៊ីនមួយណាបាទវាជាការទិញខុសបាទទិញខុសគឺអស់លុយទីតង់បាទអស់លុយទីតង់នេះដែលបងប្អូនទិញហើយមួយសាតម្លៃ3-400បាទ3-400ឧទាហរណ៍ថាគេអត់មានទំនួលខុសត្រូវគឺគេលក់300បាន200ក៏គេលក់បានដែរតែលក់ហើយគឺគេអត់មានទំនួលខុសត្រូវទេគឺគាត់អត់មានធានាឲ្យទេណាបាទអញ្ចឹងយកតែលុយពីដៃបងប្អូនទេអញ្ចឹងបងប្អូនត្រូវយកម៉ាស៊ីនហ្នឹងទៅជួសជុលមួយសាទៀតអញ្ចឹងអស់លុយនឹងអង្គទៀតស្មើនឹងពុកម៉ែបងប្អូនអស់លុយទីតង់បាទអញ្ចឹងបងប្អូននឹងប្រយ័ត្នឲ្យបានច្រើនមែនទែនណាបាទអញ្ចឹងដូចម៉ាស៊ីនហាន់តាមជើងជាដើមដូចម៉ាស៊ីនសូនចំណីជាដើមគ្រប់ប្រភេទម៉ាស៊ីនណាបាទអញ្ចឹងខ្ញុំមានតែអរគុណសម្រាប់បងប្រុសនៅខាងធ្វើណាមួយដែលគាត់ទិញពីគេហើយណាដែលគេលក់ជូនគាត់ហើយក្នុងតម្លៃទៀតសមរម្យក៏ប៉ុន្តែគេអត់ទំនួលខុសត្រូវចំពោះម៉ាស៊ីនគាត់ណាគាត់យកម៉ាស៊ីននេះមកឲ្យខាងខ្ញុំធ្វើការសម្អាតឬក៏ធ្វើការតេស្តជូនបាទធ្វើការតេស្តជូនសារជាថ្មីដើម្បីឲ្យគាត់ចេះក្នុងការប្រើប្រាស់ណា